ខំចំណាយកម្លាំងតាមរកខ្ញុំដល់ថ្នាក់ហ្នឹងគ្រាន់តែដើម្បីចង់បានមនុស្សឈួតម្នាក់មកធ្វើជាកូនប្រសារអីចឹងហើយបើកូនប្រុសលោកចូលចិត្តស្រីម៉ត់រអិលអីចឹងខ្ញុំនឹងប្រើល្បិចឲ្យលើសនឹងទៅទៀតយកល្បិចទល់នឹងល្បិចយកពីបង្ក្រាបពីសហការគ្នាដោយរីករាយតាមពិតទៅកូនប្រុសតកូអភិជនម្នាក់នេះបែរជាមិនចង់ធ្វើសេដ្ឋីតែបែរជាមកលងស្នេហ៍ស្រីបបម្នាក់ងប់ងល់ដល់ក្បាលមិនរួចចំណែកស្រីម្នាក់នោះគ្រាន់តែឃើញឱកាសភ្លាមក៏ហ៊ានទារលុយដល់ទៅ100លានថែមទាំងអះអាងថាបើបានលុយភ្លាមនឹងព្រមចាក់ចេញពីកូនប្រុសពួកគាត់ភ្លាមលោកប៉ាក៏មិនបង្អង់យូរដកសែកឲ្យដោយមិនស្ទាក់ស្ទើរសង្ឃឹមថានាងនឹងធ្វើតាមសម្ដីតែអ្នកណាទៅដឹងលុយដល់ដៃភ្លាមនាងក៏បដូរចរិតផ្លែកនាងដើរតួជាជនរងគ្រោះទូរស័ព្ទទៅយំរៀបរាប់ប្រាប់កូនប្រុសគេថាឪពុកម្ដាយគេយកលុយមកមើលងាយសេចក្ដីស្នេហ៍របស់នាងថែមទាំងដៀលខ្លួនឯងថាមានឋានៈទាបមិនសមនឹងគេតែនាងប្រាប់ថាស្នេហារបស់នាងគឺបរិសុទ្ធណាស់មិនមែនយកលុយ100លានមកទិញបានងាយនោះទេក្រៅពីសម្ដែងធ្វើជាមនុស្សស្រីខ្ពង់ខ្ពស់ហើយនាងថែមទាំងធ្វើជាសំបែកគ្នាជាមួយប្រុសម្នាក់នោះទៀតក្មេងប្រុសម្នាក់នោះក៏ជឿស្លងធ្លាក់ក្នុងអន្ទាក់នាងបាត់រហូតដល់ថ្នាក់ឆ្លោះជាមួយឪពុកម្ដាយផ្អើលពេញភូមិគ្រឹះពេលនេះប្តីប្រពន្ធទាំងពីរទើបដឹងថាខ្លួនឯងត្រូវស្រីម្នាក់នេះបោកសាហាវណាស់អ្វីដែលអាក្រក់ជាងនេះកូនប្រុសបែរជាយកជីវិតមកគំរាមពួកគាត់ទៅវិញដើម្បីសង្គ្រោះកូនប្រុសដែលងប់ងល់ម្នាក់នេះពួកគាត់ក៏សម្រេចចិត្តទៅរកទូឯកស្រីយើងដល់មន្ទីរពេទ្យសិទ្ធិមិនល្អហើយមូលហេតុដែលពួកគាត់រើសយកនាងក៏ព្រោះតែស្រីល្បិចម្នាក់នោះគឺជាប្អូនស្រីបង្កើតរបស់នាងនឹងបាននិយាយពីរឿងល្បិចវិញប្អូនស្រីមិនដែលឈ្នះបងស្រីម្នាក់នេះឡើយទើបពួកគាត់ជួលនាងឲ្យមកប្រើល្បិចទល់នឹងល្បិចដើម្បីដណ្ដើមកូនប្រុសត្រឡប់មកវិញបើសម្រេចការងារនឹងមានរង្វាន់យ៉ាងក្រាស់ក្រែលមិនយូរប៉ុន្មានភីគីទាំងពីរក៏បានព្រមព្រៀងគ្នាដោយពួកគាត់ប្រាប់គ្រប់គ្នាថានាងគឺជាគូដណ្ដឹងមកពីស្រុកស្រែរបស់កូនប្រុសគាត់ភ្លាមនោះនាងក៏បង្ហាញខ្លួនក្នុងនាមជាគូដណ្ដឹងនៅក្នុងសាលារៀនដែលប្រុសម្នាក់នោះកំពុងរៀនគ្រាន់តែឈានជើងចូលដល់នាងក៏ឃើញកូនប្រុសម្នាក់នោះកំពុងលុតជង្គង់អង្វរសុំស្រីល្បិចឲ្យត្រូវគ្នាវិញនៅចំពោះមុខការតាមញ៉ាំយ៉ាងងល់ស្រីម្នាក់នោះនៅតែបន្តសម្ដែងថាគ្រួសារយើងឋានៈមិនស្មើគ្នាទេបើយើងនៅតែបន្តខ្លាចតែគេសើចចំអកឲ្យបងពេញទីក្រុងតែប៉ុណ្ណោះហើយក៏ដោយសារតែការសម្ដែងនេះឯងទើបធ្វើឲ្យប្រុសម្នាក់នោះកាន់តែយល់ថានាងមានតម្លៃគេសន្យានឹងផ្ដល់ជំនួយដល់គ្រួសារនាងគ្រប់យ៉ាងរហូតដល់នាងលែងមានសម្ពាធទៀតគ្រាន់តែបែបនេះនាងក៏ធ្វើជាយល់ព្រមទទួលបាច់ផ្កាទាំងបង្ខំចិត្តតែសម្រាប់ទូឯកស្រីយើងវិញនាងគិតថាល្បិចកំពេចកំពុកប៉ុណ្ណឹងមិនទាន់ដល់កម្រិតឡើយនាងគិតក្នុងចិត្តថាចាំមើលនាងនឹងបង្ហាញឲ្យស្គាល់ថាល្បិចស្រីមករអិលពិតប្រាកដវាបែបណាក្រោយមកពេលដឹងថាប្រុសម្នាក់នោះមានគូដណ្ដឹងស្រីម្នាក់នោះក៏ដើរតួជាជនរងគ្រោះយកអាណិតពីមិត្តភក្តិនាងធ្វើជាចិត្តល្អសុំដកខ្លួនចេញពីស្នេហាមួយនេះសម្ដីនេះធ្វើឲ្យមិត្តភក្តិចាប់ផ្ដើមចង់ចេញមុខការពារនាងគ្រប់គ្នាគិតថាអ្នកដែលគេស្រឡាញ់គឺជានាងចំណែកអ្នកដែលមកជ្រៀតជ្រែកទើបជាជនទី3ពិតប្រាកដដើម្បីសងសឹកជំនួសស្រីល្បិចម្នាក់នោះពួកមិត្តភក្តិប្រកាសថានឹងចាត់ការអ្នកដែលមកដណ្ដើមស្នេហ៍គេគ្រាន់តែនិយាយចប់ទូឯកស្រីយើងក៏បង្ហាញខ្លួនភ្លាមពេលដើរមកដល់មាត់ទ្វារថ្នាក់រៀននាងដឹងភ្លាមថាមានអន្ទាក់នៅខាងលើតែនាងមិនគេចចេញនោះទេគឺព្រមឲ្យគេជិះទឹកដាក់ពេញខ្លួនតែម្ដងមិនត្រឹមតែប៉ុណ្ណោះមិត្តភក្តិថែមទាំងដេញនាងឲ្យទៅកន្លែងដាំវិញទៀតចំណែកស្រីល្បិចនោះក៏មកឌឺដងដាក់នាងថាមកពីមិត្តភក្តិស្រឡាញ់នាងខ្លាំងពេកទើបទទួលយកអ្នកមកជ្រៀតជ្រែកដូចជានាងមិនបានគឺបែបនេះទូឯកស្រីយើងក៏ចាប់ផ្ដើមបញ្ចេញស្នៀតនាងដោះម៉ាស់ចេញទាំងទឹកមុខកំសត់បំផុតពេលនោះប្អូនស្រីក៏ចំណាំមុខនាងបានភ្លាមបន្ទាប់មកនាងនិយាយទាំងអួរដើមមកថាខ្លួនមិនមែនជនទី3ទេសូមអង្វរកុំធ្វើបាបខ្ញុំអីបានទេខ្ញុំគ្រាន់តែចង់មករៀននៅទីក្រុងចង់រាប់អានមិត្តភក្តិល្អមិនដែលចង់បានតំណែងកូនប្រសារសេដ្ឋីអីហ្នឹងទេខ្ញុំមិននឹកស្មានថាអ្នកទាំងអស់គ្នាមិនចូលចិត្តខ្ញុំដល់ថ្នាក់នេះមិនមែនស្អប់ឯណាឃើញមុខដ៏ទន់ភ្លន់បែបនេះតើអ្នកណាដែលចិត្តទៅគ្រាន់តែនិយាយចប់ភ្លាមសិស្សប្រុសម្នាក់ក៏ស្ទុះមកសុំរាប់អាននាងបាទចំណែកសិស្សស្រីផ្សេងទៀតក៏និយាយថាឲ្យតែនាងមិនមកដណ្ដើមប្រុសម្នាក់នោះគ្រប់គ្នាក៏រីករាយនឹងរាប់អាននាងដែរឃើញល្បិចខ្លួនឯងមិនបានការស្រីល្បិចនោះក៏ស្ទុះទៅហៅនាងថាបងស្រីហើយក៏ចាប់ផ្ដើមសម្ដែងរឿងភាគថ្មីនាងប្រាប់ថាការនៅផ្ទះបងស្រីម្នាក់នេះតែងតែស្អប់នាងរហូតតែទោះជាយ៉ាងណានាងក៏មិនគួរមកបន្លំធ្វើជាគូដណ្ដឹងគេបែបនេះដែររួចហើយនាងក៏ប្រាប់គ្រប់គ្នាថាបងស្រីនាងគឺជាមនុស្សឆ្កួតកាលពីមុនឪពុកម្ដាយនាងចិត្តល្អទើបយកមកចិញ្ចឹមតែមិននឹកស្មានថាច្រើនឆ្នាំមកនាងតែងតែដណ្ដើមគ្រប់យ៉ាងពីប្អូនស្រីជានិច្ចអ្វីដែលនឹកស្មានមិនដល់បំផុតនោះគឺនាងហ៊ានលួចរត់ចេញពីមន្ទីរពេទ្យសិទ្ធិមិនល្អទៀតឬបែបនេះមិត្តភក្តិម្នាក់ចាប់ផ្ដើមរារែកចិត្តហើយចង់ចេញមុខជួយខាងប្អូនស្រីវិញឃើញស្ថានភាពបែបនេះទូឯកស្រីទុកវិញថាមនុស្សឈួតឯណាអាចរត់ចេញមកបានស្រួលអីចឹងហេតុអ្វីក៏ឯងត្រូវប្រឌិតរឿងអាក្រក់មកបង្កាច់បង្ខូចបងបែបនេះគ្រាន់តែសម្ដីប៉ុន្មានឲ្យគ្រប់គ្នាគិតថានាងនិយាយត្រូវណាស់ហើយគិតថាប្អូនស្រីប្រហែលជាចំណាំមនុស្សច្រឡំហើយម្យ៉ាងទៀតមើលទៅនាងគឺជាមនុស្សស្រីដ៏ទន់ភ្លន់ម្នាក់មិនដូចអ្វីដែលប្អូនស្រីនិយាយសោះទោះបីជាគ្រប់គ្នាគាំទ្រប្អូនស្រីក៏ដោយតែក៏មិនគួរប្រឌិតរឿងមកចោទប្រកាន់នាងបែបហ្នឹងដែររឿងនេះធ្វើឲ្យប្អូនស្រីខឹងខ្លាំងរហូតផ្ទុះកំហឹងនាងជិះទូឯកស្រីថាជាស្រីថោកទាបចង់មកដណ្ដើមប្រុសថែមទាំងមកចាក់រុកឲ្យគេស្អប់នាងទៀតនិយាយបណ្ដានាងក៏ស្ទុះទៅចង់វីទូឯកស្រីបណ្ដាភ្លាមនោះទូឯកស្រីក្រឡេកឃើញប្រុសម្នាក់នោះដើរមកពីចម្ងាយនាងក៏ឆ្លៀតឱកាសធ្វើជាដួលទៅក្នុងរង្វង់ដៃប្រុសម្នាក់នោះយ៉ាងទន់ភ្លន់ប្អូនស្រីឃើញហើយក៏ស្ទុះទៅបំបីភ្លាមចំណែកប្រុសម្នាក់នោះឃើញទឹកមុខដ៏គួរឲ្យអាណិតរបស់នាងក្នុងចិត្តក៏ចាប់ផ្ដើមមានអារម្មណ៍អាណិតអាសូរប្អូនស្រីលែងសម្ដែងទៅទៀតហើយនាងស្រែកកំហុកដាក់ទូឯកស្រីមិនឈប់ថែមទាំងលើកដៃចង់ទៅទះនាងទៀតផងសំណាងល្អដែលប្រុសម្នាក់នោះខាត់បានទាន់ពេលគេនិយាយថានាងគ្រាន់តែជាគូដណ្ដឹងដែលចាស់ទុំនិយាយគ្នាប៉ុណ្ណោះចំណែកមនុស្សដែលគេស្រឡាញ់មានតែម្នាក់គត់គឺប្អូនស្រីនាងពេលនេះមិត្តភក្តិនៅជុំវិញចាប់ផ្ដើមចេញមកការពីទូឯកស្រីគ្រប់គ្នាពួកគេនិយាយថានាងបានប្រាប់រួចហើយថានាងមិនមកបំផ្លាញស្នេហាអ្នកទាំងពីរទេអញធ្វើបែបនេះវាជ្រុលហួសហេតុពេកហើយឃើញស្ថានភាពមិនស្រួលសម្រាប់ខ្លួនឯងប្អូនស្រីក៏បដូរយុទ្ធសាស្ត្រមកដកថយមួយជំហានវិញនាងដើរទៅសុំទោសទូឯកស្រីដោយបង្ខំចិត្តថាខ្លួនពិតជាចំណាំមនុស្សច្រឡំមែនទូឯកស្រីក៏ធ្វើជាចិត្តល្អទទួលយកពាក្យសុំទោសនោះយ៉ាងងាយពេលនោះប្រុសម្នាក់នោះក៏ដកកាដូបង្ហាញមុខមកថាជាកាដូដែលអ្នកម៉ាក់ផ្ញើមកឲ្យទូឯកស្រីបន្ទាប់មកគេក៏ដកកាដូមួយទៀតតែគេរៀបចំយ៉ាងពិសេសជូនប្អូនស្រីនាងប្អូនស្រីឆ្លៀតឱកាសអួតដាក់ទូឯកស្រីភ្លាមបង្ហាញពីភាពអែមល្ហែមរបស់ពេលឃើញតម្លៃកាដូរបស់ទូឯកស្រីថោកជាងរបស់ខ្លួនដល់ទៅ10000ដងនាងក៏បញ្ចេញទឹកមុខឌឺដងយ៉ាងខ្លាំងថែមទាំងដេញឲ្យទូឯកស្រីឆាប់ពាក់វាទៀតក្នុងចិត្តនាងកំពុងសើចចំអកថាមនុស្សដូចឯងសឹមតែប្រើរបស់ថោកបែបនឹងឯងដើម្បីវាបោកវិញឲ្យប្អូនស្រីបាក់មុខនាងក៏ហុចកាដូនោះឲ្យទៅប្រុសម្នាក់នោះវិញប្រាប់ថាខ្លួនមិនអាចទទួលរបស់មានតម្លៃបែបនេះបានទេរួចហើយនាងក៏យករបស់នោះទៅជូនមិត្តភក្តិស្រីដែលនៅក្បែរនោះវិញនាងប្រាប់ថាមិត្តម្នាក់នេះសំណឹងរបស់ស្អាតបែបនេះជាងនាងទៅទៀតហើយថែមទាំងនិយាយថាមិត្តល្អរបស់ប្អូនស្រីនាងច្បាស់ជាធ្លាប់បានកាដូស្អាតពីនាងច្រើនហើយមែនទេព្រោះទូឯកស្រីដឹងច្បាស់ថាប្អូនស្រីនាងមិនមែនជាមនុស្សចិត្តទូលាយអីនោះទេពិតមែនមិត្តភក្តិម្នាក់នោះតបភ្លាមថាប្អូនស្រីនាងមិនដែលឲ្យកាដូអ្វីដល់ខ្លួនសោះនេះគឺជាលើកដំបូងដែលនាងបានទទួលកាដូដ៏ស្អាតបែបនេះមិត្តភក្តិម្នាក់នោះក៏ប្រកាសនៅចំពោះមុខគ្រប់គ្នាថាចាប់ពីថ្ងៃនេះទៅនាងគឺជាមិត្តល្អបំផុតរបស់ខ្លួនគឺបែបនេះគ្រប់គ្នាផ្ដើមសង្ស័យលើប្អូនស្រីភ្លាមថាធ្វើមិត្តល្អនឹងគ្នាបែរជាមិនដែលហុចកាដូឲ្យមិត្តសោះឃើញបរិយាកាសកំពុងអំណោយផលទូឯកស្រីក៏ចាប់ផ្ដើមដាក់អន្ទាក់ថ្មីម្ដងទៀតប្រហែលមកពីប្អូនស្រីខ្ញុំទម្លាប់សន្សំសំចៃពេកដឹងបើនាងមានច្បាស់ជានឹងឲ្យមិនខានឡើយចុះឥឡូវឯងមានហើយតើចង់សាក់គេខ្លះទេ
ស៊ីនឈីងយាកឯងកុំមកជ្រុលហួសហេតុឯងអាងតែមានពូកញ្ជះតាមការពីច្រើនមែនទេចឹងខ្ញុំគិតថាឯង